យើងក៏មានព័ត៌មានមួយពីខាងប្រទេសបូលីវីនៅខាងបូលីវីនេះកសិករនិងកម្មកររ៉ែនៅក្នុងប្រទេសបូលីវីទាមទារចំណាត់ការដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបាតកោរាប់ពាន់នាក់បានបាត់ផ្លូវនៅក្នុងទីក្រុងឡាប៉ាសរបស់ប្រទេសបូលីវីនៅថ្ងៃពុធ23មេសាឆ្នាំ2025ម្សិលមិញដោយទាមទារឲ្យមានចំណាត់ការដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលនាំឲ្យតម្លៃនៅក្នុងប្រទេសតំបន់ភ្នំអងមួយនេះហក់ឡើងនៅក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងរយៈពេល7 ទសវត្សរ៍មកនេះមិនដែលមានជំរុញដោយកង្វះប្រេងឥន្ធនៈនិងប្រាក់ដុល្លារការដង្ហែក្បួនបាតកម្មចំនួន2បានមកប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីទាមទាររកដំណោះស្រាយប្រព័ន្ធផ្សព្វផ្សាយប្រទេសបូលីវីបានរាយការណ៍ថាអ្នករករ៉ែបានរិះគន់អតិផរណាគ្រឿងបំផ្ទុះដែលជាវត្ថុធាតុសំខាន់ដើម្បីអនុវត្តសកម្មភាពការងាររបស់ពួកគេនៅក្រោមផ្ទាំងបដានៃពាក្យដង្ហែបាតកម្មប្រឆាំងនឹងភាពក្រីក្របាតកម្មពហុវិស័យនេះបានប្រមូលផ្ដុំរួមគ្នាកសិករនិងកម្មករមកពីអាជីវកម្មចម្រុះដែលបង្ហាញពីកង្វះប្រេងឥន្ធនៈដ៏សំខាន់ដែលធ្វើឲ្យប៉ះពាល់ដល់រដូវប្រមូលផលដែលកំពុងបន្តនៅក្នុងចំណោមបញ្ហាសំខាន់ផ្សេងទៀតរដ្ឋមន្ត្រីក្រសួងរ៉ែលោក Alejandro Santos បាននិយាយថាសហព័ន្ធជាតិនៃសហគមន៍រុករករ៉ែប្រទេសបូលីវីបានបញ្ឈប់កិច្ចខិតខំសន្ទនាដោយនេះពួកគេអាចចូលរួមដោយផ្ទាល់ជាមួយប្រធានាធិបតីលោក Luis Arce អ្នកផលិតឧស្ម័នធម្មជាតិនិងគ្រាប់ធញ្ញជាតិដែលជាប់គាំងកំពុងប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតរបស់ខ្លួនចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកដោយទុនបំរុងរូបិយប័ណ្ណបរទេសធ្លាក់ចុះលើផលិតកម្មធម្មពលនិងការនាំចេញដែលជាប់គាំងដែលបានបង្កឲ្យមានភាពវឹកវរនយោបាយនិងការតវ៉ា